ប្រការណាសូមលើកកំងអញ្ជលីនមស្ការក្រាបសំពះឧទ្ទិសដៅចំពោះគុណនៃព្រះរតនត្រ័យសូមនមស្ការថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជសម្ដេចព្រះសង្ឃនាយកព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមសូមនមស្ការថ្វាយបង្គំចំពោះព្រះបិតាសង្ឃនិវត្តន៍នូនមនីរាមហៅវត្តហាន់សូមនមស្ការថ្វាយបង្គំចំពោះព្រះធម្មវិបស្សនាបណ្ឌិតមុនសាយព្រះកញ្យុស្ថានីយវិទ្យុសំឡេងព្រះធម៌សូមនមស្ការថ្វាយបង្គំចំពោះប្រការណាព្រះសង្ឃលោកអ្នកដែលមានអាយុគ្រប់ព្រះអង្គនិងសូមចម្រើនពរដល់ញោមយាទសាធុសពប្រុសស្រីលោកយាយលោកតាបាសកបាសិកាសិលវ័នសិលវតីកុមារាប្រជាពុទ្ធបរិស័ទទាំងអស់ដែលបានកំពុងតើបើស្រាប់ព្រះធម៌តាមវិទ្យុនេះប៉ុណ្ណាលើដល់ណាក៏ចម្រើនពរទៅដល់ទីនោះដោយសេចក្តីស្រឡាញ់រាប់អាននៅក្នុងព្រះធម៌ពីខ្ញុំប្រកាសណាអាត្មាស្ថិតនៅក្នុងវេលាថ្ងៃប្រហ័សពហ្នឹងហើយថ្ងៃប្រហ័សពីកើតខែទុតិយាសាទឆ្នាំមីអត្តស័កពុទ្ធសករាជ2570នឹងត្រូវថ្ងៃទី16ខែកក្កដាឆ្នាំ2026វេលាពេលនេះខ្ញុំប្រកាសណាអាត្មាបានឱកាសក្នុងការប្រកាសសម្ដែងពធជាបន្តដើម្បីចាក់ផ្សាយនៅស្ទេឌីយោវិទ្យុ SM 102.70 ផ្សាយចេញពីវត្តនួនមនីរាមហៅវត្តឋាននៃរាជធានីភ្នំពេញហើយចម្រើនពរពុទ្ធបរិស័ទទាំងអស់ដែលបានកំពុងតើបើកស្ដាប់ឮសំឡេងនេះក៏ចម្រើនពរដោយសេចក្តីស្រឡាញ់នឹករលឹកពីខ្ញុំប្រកាសណាអាត្មាហ្នឹងហើយចឹងប្រធម៌ដែលនឹងយកមកសម្ដែងលើកឡើងជាកងគួរធម៌ហ្នឹងហើយព្រោះដល់ពេលចិត្តចូលភាសាខ្ញុំគណៈអាត្មាដាក់កតិកាក្នុងការសម្ដែងពធហ្នឹងលើកឡើងពីសង្កេលកៈសូត្រក្នុងបៃតកលេខ19ហ្នឹងហើយមានមហាបរិនិព្វានសូត្រឯជាដើមប៉ុន្តែឃើញសង្កេលកៈសូត្របៃតកលេខ19ហ្នឹងលើកឡើងពីទិសទាំង8ហ្នឹងហើយទិសទាំង6ខ្ញុំទិសទាំង6មានទិសខាងលិចទិសខាងកើតទិសខាងជើងទិសខាងត្បូងទិសខាងលើទិសខាងក្រោមហើយនឹងព្រះអង្គសម្ដែងប្ររពនៅសង្កេលកៈដែលទៅគោរពថ្វាយបង្គំដល់ពេលនេះបានជួបព្រះដ៏មានពភាព្រះអង្គសម្ដែងពីទិសនីមួយនេះតំណាងឲ្យដូចជាមេត្តាបិតាមានទូនាទីចំពោះកូនកូនមានទូនាទីចំពោះមេត្តាបិតាហ្នឹងហើយគ្រូអាចារ្យមានទូនាទីទៅលើសិស្សមានទូនាទីទៅលើអ្នកគ្រូលោកគ្រូវិញស្វាមីមានទូនាទីជាមួយនឹងប្រពន្ធមានទូនាទីជាមួយស្វាមីអ្នកបម្រើមានទូនាទីជាមួយចៅហ្វាយនាយមានទូនាទីជាមួយអ្នកបម្រើហ្នឹងហើយពុទ្ធបរិស័ទមានទូនាទីលើព្រះសង្ឃមានទូនាទីលើពុទ្ធបរិស័ទវិញព្រះរាជាមានទូនាទីជាព្រះរាជាប្រជាពលរដ្ឋវារាមានទូនាទីជាមួយប្រជាវិញចឹងចម្រើនពរកណាចឹង
nắng còn lược xịt cái đây khẳng đam ta phần năng là ngày vấn đề tham gia lược lại vì cô thua để mong sầm tay nắng hai thập cân là cả thua của thà ban đó hiểu không là ngày ông sầm tay lược lại vì hai tình nom ở nơi xịt cái đây sọc hai tình nom một nơi sọcสวัสดิภาพสุขสบายនឹងវាមិនមែនអ្នកណាមកយកឲ្យយើងទេមិនមែនបន់ស្រន់ឲ្យបានទេណាញាតិញោមមិនមែនបានដោយការបន់ស្រន់នោះទេហ្នឹងហើយដូចកាលដែលបាននៅសេចក្តីសុខបន្តតែយើងនឹងធ្វើពូជសុខនឹងមកឲ្យហ្នឹងហើយដូចការធ្វើបុណ្យការរក្សាសិលហ្នឹងក៏ជាហេតុនាំមកនូវសេចក្តីសុខហើយសុខដល់ក្រៃលែងសុខដល់ប្រសើរហ្នឹងហើយហើយការដែលណាដែលយើងធ្វើបុណ្យធ្វើទានរក្សាសិលអប់រំចិត្តទូមានចិត្តហ្នឹងក៏ជាហេតុនាំមកនូវសេចក្តីសុខហើយដោយការធ្វើបុណ្យជាដើមការធ្វើបុណ្យឬការចែកទានការធ្វើទាននឹងមានទាននៅក្នុងប្រសូតនឹងឲ្យ10យ៉ាងអនណាងបាណាងវត្តខាងយានណាងមាលាកន្តាំងវិអេបណាំងសយាវសតੰបតិបយ៉ាងទានវត្ថុអិមេតសទានវត្ថុទាំងឡាយ10យ៉ាងនេះគឺបាយទឹកសម្ពួតយានជំនិះការកម្រងគ្រឿងក្រអូបគ្រឿងលាបទីដេកទីសំណាក់អាស្រ័យគ្រឿងប្រទីបគឺចង្គៀងគោម10យ៉ាងហ្នឹងប្រសូតហ្នឹងហើយក្នុងសតានបិដកចាប់ពីភាគ14ទៅរហូតទៅដល់77ហ្នឹង77ហ្នឹងគឺប្រសូតដល់ពេល78រហូតទៅដល់110អាហ្នឹងអភិធម្មដល់ពេលវិន័យចាប់ពីភាគ1រហូតទៅដល់13ភាគហ្នឹងអាហ្នឹងវិន័យ13ក្បាលណាញោមហ្នឹងហើយអញ្ចឹងទាននៅក្នុងប្រសូតហ្នឹងស្រួលធ្វើណាស់ញោមហ្នឹងហើយបើទាននៅក្នុងព្រះវិន័យមាន4ទាននៅក្នុងព្រះអភិធម្មមាន6ហ្នឹងហើយអញ្ចឹងឲ្យបានព្រះធម៌ដែលព្រះដ៏មានពភិព្រះអង្គសម្ដែងមានព្រះធម៌ពេលខ្លះព្រះអង្គមើលអបនិស្ស័យក្នុងការសម្ដែងព្រះធម៌ជួបអ្នកនេសាទព្រះអង្គសម្ដែងធម៌អ្នកនេសាទទៅជួបអ្នកឈ្មួញសម្ដែងធម៌ពីឈ្មួញទៅហ្នឹងហើយជួបអ្នកកដំពេសេដ្ឋីស្ដេចវរាជាធម៌ហើយបើដូចខ្ញុំកណាអាត្មាហ្នឹងមិនមែនយល់អធិស្រ័យចិត្តរបស់ញាតិញោមបានទេមិនមែនដូចជាព្រះសម្មាសម្ពុទ្ធនោះទេហ្នឹងហើយអត់បានទេអញ្ចឹងហ្នឹងគឺសំដែង follow ទៅតាមហ្នឹងហើយពុទ្ធដីកាគ្រាន់តែចម្រើនពោលថាការធ្វើទាននេះស្រួលណាស់ក្នុងការធ្វើទានណាញាតិញោមស្រួលណាបើយើងញោមត្រូវជួយសង្គ្រោះដល់អ្នកកំសត់ទូរគតក្រីក្រឬក៏មានលុយមានកាក់មានថវិកាលុយកាក់ថវិកាតែមួយហ្នឹងញោមប៉ុន្តែវេវចនៈសាបហ្នឹងជួនកាលថវិកាជួនកាលលុយជួនកាលបច្ច័យគឺកថវិកាទៅណាយើងផ្លាស់ប្ដូរនិយាយបានទៅតាមមនុស្សទៅតាមកលៈទេសៈអញ្ចឹងទៅបានពោនិយាយពីរឿងយើងមានលុយអញ្ចឹងយើងថវិកាអញ្ចឹងទៅជួយបន្ទីពេទ្យដោយស្រុកខ្មែរយើងបន្ទីពេទ្យគាត់ថាបុផាបន្ទីពេទ្យខ្មែរអង្គរអញ្ចឹងតែជាបាលដែលមិនយកបច្ច័យលុយកាក់ហ្នឹងហ្នឹងហើយយកគាត់មានលទ្ធភាពជួយតាមលទ្ធភាពទៅហ្នឹងហើយ
ញោមណាដែលមានទ្រព្យសម្បត្តិច្រើនទៅមានកូនចៅអាហ្នឹងទៅជួយទៅណាញោមហ្នឹងហើយតាមហ្នឹងទៅទៀនណាញាតិញោមគេណាទៀនឲ្យថ្នាំពេទ្យឲ្យគ្រឿងស្លៀកពាក់ឲ្យប្រទីបអីហ្នឹងដូចឥឡូវហ្នឹងចិត្តចូលវសាអញ្ចឹងទៅញាតិញោមហ្នឹងទីបតោហោតិចៈកោតោណាឲ្យប្រទីឈ្មោះទៅឲ្យចៈខុនោះញាតិញោមមិនណាចាំបាច់ថាត្រូវទៅទិញទៀនឬក៏អីទេញាតិញោមពីដើមគឺថាចិត្តចូលភាសាហ្នឹងត្រូវទិញទៀនត្រូវអីទិញអីញាតិញោមទិញប្រេងទិញសាំងទិញប្រេងកាតអីចឹងណាយកទៅប្រគេនលោកតែឥឡូវក៏ទៅតែមានទៀនដែរក្នុងមួយវត្តទៅតែមានទៀនមួយគូទៅគេហៅថាទៀនចំណាំព្រះវសាហ្នឹងណាញោមហ្នឹងហើយហើយក៏ដូចខ្ញុំកណាអាត្មានេះញាតិញោមជួយភ្លើងជួយជាបច្ច័យគឺមកចឹងនិគុណកណាចង់ចូលទៀនអត់ទេបើចង់ចូលទៀនក៏បានដែរប៉ុន្តែអាត្មាយកទៅវត្តនេះវត្តនោះចឹងទៅប៉ុន្តែរាល់ថ្ងៃរាល់ខែហ្នឹងគឺត្រូវបង់ភ្លើងត្រូវទំនប់បំរុង support ទៅលើវិទ្យុហ្នឹងហើយក៏មកដល់ខែ7ហ្នឹងទី15 16ហ្នឹងខ្វះកនេះណាខាងម៉ាស៊ីនអង់តែនខាងអង់តែនខាងអ៊ីនធឺណិតស្វែងគុំគុណចាស់ដល់ខែហើយខ្ញុំក៏ថាត្រូវតែការនឹងដើម្បីបង់ភ្លើងបង់នេះដែរគុណចាស់ហ្នឹងហើយអញ្ចឹងទៅក៏ត្រូវតែត្រូវតែផ្ញើទៅខ្ញុំមិនផ្ញើអ្វីទេខ្ញុំព្រោះយើងប្រើរបស់គេណាត្រូវតែបង់បើមិនបង់មិនដូចរាល់ថ្ងៃញាតិញោមប្រើដៃប្រើជើងប្រើអីហ្នឹងញាតិញោមត្រូវបង់ឲ្យគេរាល់ថ្ងៃណាញាតិញោមមកបានកន្រង់ទីប្រមាណឥឡូវហ្នឹង70 80 50ឆ្នាំយើងត្រូវបង់មួយថ្ងៃ24ម៉ោងរាល់ថ្ងៃហ្នឹងខ្ញុំកណាមិនបង់ទេខ្ជិលហ្នឹងឥឡូវរត់ទៅណាញោមរត់ទៅណាឥឡូវហ្នឹងយើងត្រូវបង់ឲ្យមច្ចរាជត្រូវបង់ឲ្យសេចក្តីស្លាប់ត្រូវបង់ឲ្យពេលវេលាហើយបើកាលណាយើងប្រើរបស់នឹងហើយប្រើឲ្យទៅទីយើងអត់បានអីសម្រាប់ខ្លួនឯងហ្នឹងតែយើងប្រយោជន៍អីណាចឹងប្រឹងណាចិត្តចឹងញោមក៏ត្រូវបង់24ម៉ោងដូចលោកក៏ត្រូវបង់ដូចគ្នាដែរហ្នឹងហើយបង់ពួនណាពួនពេលវេលាណាហ្នឹងបើនៅស្រុកអាមេរិកហ្នឹងគេហៅថាសន្សំ credit សំអីសេចក្តីល្អហើយបើយើងអត់ខំប្រឹងសន្សំវិដីសន្សំសេចក្តីល្អទេតែយើងបានអីទៅពេលចាស់ទៅគ្មានលុយគ្មានកាក់គ្មានអ្នកណាគេ support គ្មានអ្នកណាគេគ្រប់គ្រងពេលចាស់ទៅយើងនៅខុសច្បាប់ខុសអីចឹងទៅអាហ្នឹងហើយជាអកុសលវិបាកនោះណាវាឲ្យផលមកចាស់ទៅវេទនាទៅពេលកាលណាយើងខំប្រឹងប្រែងធ្វើសេចក្តីល្អសំក្រេតទៅល្អទៅចាស់ទៅមានលុយប្រាក់ខែមានប្រាក់ខែមានអ្នកភៀមមានពេទ្យជួយទំនប់បំរុងហ្នឹងហើយញាតិញោមហ្នឹងហើយអញ្ចឹងយើងបង់ទៅយើងបង់វាបានមកពីអីពីបង់នោះបើយើងមិនបង់វាអត់បានអីតែយើងបង់ក៏ត្រូវតែគេយកដែរដូចពេលវេលាហ្នឹងចឹងហើយបានថាទូត្រះប្រឹងប្រែងខ្នះខ្នែងលៃលើកចាត់ចែងធ្វើម៉េចឲ្យអត់តាន់ពេលវេលាមានកម្លាំងធ្វើកម្លាំងទៅមានណាបច្ច័យលុយកាក់ធ្វើដោយបច្ច័យលុយកាក់ទៅមានភ្នែកធ្វើមើលតែរឿងល្អមានតិចស្ដាប់តែធัวស
មានមាត់និយាយតែពាក្យពិតមានកាយធ្វើតែអំពើល្អល្អចឹងទៅមានចិត្តនឹងក៏គិតល្អចឹងទៅណាឃើញចឹងរឿងល្អនឹងរឿងអំពើល្អអំពើប៉ុននឹងមិនចាំបាច់ទេថាតើតែមានលុយបានធ្វើឯណាណាញោមចឹងថាវិធីសាស្ត្រក្នុងការធ្វើបុណ្យហេតុនាំមកសេចក្តីសុខគឺធ្វើបុណ្យនោះគឺចែកទានធ្វើទានហ្នឹងធ្វើទានទី2គឺមានសិលធម៌ល្អសិលធម៌នឹងសិល5នឹងមិនសម្លាប់សត្វមិនលួចទ្រព្យសម្បត្តិអ្នកដទៃមិនកេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃនឹងមិនប្រព្រឹត្តខុសកូនប្រពន្ធអ្នកដទៃមិនពោលពាក្យកុហកមិនផឹកទឹកមិនសែបគ្រឿងញៀនមិនផឹកទឹកសូរ៉ាមិនលេងល្បែងអីជាដើមហ្នឹងធ្វើម៉េចឲ្យមានសិលធម៌ហ្នឹងហើយយើងហ្នឹងវាចិត្តតែគិតថាអីទេមិន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 អីទេដល់វាអីបានថាអូចឹងកុំប្រមាទណាក្នុងធម៌វិន័យព្រះអង្គមិនឲ្យប្រមាទទេពេលដែលប្រតិបត្តិពភាព្រះអង្គចិត្តនឹងបែកនិព្វានព្រះអង្គហៅភិក្ខុទាំងឡាយតាមអ្នកទាំងឡាយអ្នកទាំងឡាយក៏មានសេចក្តីប្រមាទឡើយហ្នឹងក៏មានសេចក្តីប្រមាទនៅសង្ខារធម៌ទាំងឡាយហ្នឹងហើយពធទាំង84000បឋមខណ្ឌហ្នឹងតើកាលណាប្រមាទគឺម៉ៃលើគេហៅថាអំបិលសូនសោះរលាយខ្សលហើយប្រមាទអញ្ចឹងកុំប្រមាទយ៉ាងកុំប្រមាទ you don't watch fullness កុំប្រមាទយើងត្រូវមានការប្រយ័ត្នប្រយែងប្រឹងប្រែង watch មើលណា fullness ហ្នឹងប្រឹងប្រែងចាត់ចែងខ្នះខ្នែងនឹងដល់យ៉ាងក្រៃលែងណាមើលនៅកាយមើលនៅវិចារកុំចងេងកុំចងាងកុំមានសម្ដីនឹងនិយាយអប្រេកបប្រូចអាឡេអាឡូប្រយ័ត្នបែកមាត់ទុកមាត់ញ៉ាំបាយណាហ្នឹងហើយពីស្ដីហ្នឹងមើលមុខមើលក្រោយមើលពេលវេលាផងហ្នឹងហើយអញ្ចឹងមកថារឿងខឹងហ្នឹងហេតុដែលនាំឲ្យខឹងច្រើនវាមិនចូលចិត្តទឹះច្រើនចូលចិត្តតែទឹះគេច្រើនពេកគេចេះហូមិនត្រូវចិត្តខ្លួនឯងអាហ្នឹងហេតុនាំតែខឹងច្រើនទី2មិនពិចារណាឲ្យបានល្អិតល្អន់ណាបាប់ខឹងប្រាវអាហ្នឹងបើខ្វះការពិចារណាធ្វើឲ្យខឹងដែរទី3មិនសូវបានស្ដាប់ធម៌អប់រំចិត្តទេគិតតែពីនិយាយគិតតែពីថាគិតតែពីមើលអត់ស្ដាប់ទេពធក្នុង YouTube ក្នុង Facebook ណាអត់ស្ដាប់តែចម្រៀងស្ដាប់តែរឿងអត់បានការនោះក៏មានដែរញោមចឹងហេតុដែលនាំឲ្យខឹងច្រើនវាមិនថាមិនសូវបានស្ដាប់ធម៌មិនសូវបានអប់រំចិត្តហ្នឹងណាស្ដាប់ធម៌អប់រំចិត្តហ្នឹងហើយស្ដាប់ធម៌ជាថ្នាំឲ្យងួយដេកជាថ្នាំហ្នឹងឲ្យចិត្តហ្នឹងវាស្លូតស្ដាប់ធម៌ហ្នឹងណាមែនទេញោមដល់ពេលទី4ស្ដាប់ឬក៏មើលរឿងនាំឲ្យក្តៅកាហាយស្ដាប់ឬក៏មើលរឿងទៅរឿងក្តៅកាហាយដូចក្នុង Facebook ឯជាដើមនឹងមើលទៅរឿងជេរគ្នាឆ្លោះគ្នា
ហើយពេលខ្លះគេឆ្លុះគ្នាគេជេរគ្នាគេសំដែងហើយទៅជួនកាលយើងមើលរឿងហ្នឹងហើយរឿងដូចថាទូហ្នឹងគេចេះខ្មុកខ្មែរគេចេះយើងខឹងជំនួសគេណាគេណាចឹងអាស្ដាប់ឬក៏មើលរឿងនាំឲ្យក្តៅកាហាយហ្នឹងក៏ជាហេតុនាំឲ្យខឹងច្រើនដែរណាញោមម៉ែយាយតាញោមញាតិពុទ្ធបរិស័ទទាំងអស់ហ្នឹងចឹងឲ្យដឹងថាហេតុដែលនាំឲ្យខឹងច្រើនហ្នឹងវាថាម៉េចចូលចិត្តទើសគេពេកមិនបានពិចារណារឿងល្អិតរឿងដែលកើតមកឡើងនោះឲ្យល្អិតល្អន់មិនសូវបានស្ដាប់ធម៌អប់រំចិត្តណាហើយស្ដាប់ឬក៏មើលរឿងតែក្តៅកាហាយហ្នឹងអារឿងអញ្ចឹងវាជាអបនិស្ស័យតិចចឹងដូចកដោកឌីកពូនទៅជាដំបូកយើងក៏មើលងាយណាក៏មើលងាយរបស់តិចហ្នឹងហ្នឹងហើយអញ្ចឹងបានលោកលើកឡើងថាកុំមើលងាយរបស់4យ៉ាងកុំមើលងាយថាពុះនឹងគ្មានពឹសណានឹងមួយហើយកុំមើលងាយភ្លើងដែលវាតូចនឹងថាវាមិនក្តៅភ្លើងហ្នឹងហើយថាភ្លើងតូចហ្នឹងមិនឆេះរៀលរដាលកុំមើលងាយភ្លើងមិនអីទេទូចអីអរេហើយកុំមើលងាយលាមកតិចក៏ដោយគឺវាស្អុយដែរគឺវាធំដែរនឹងហើយកុំមើលងាយអីទេកុំមើលងាយសមណៈព្រាមតូចបុះតូចបុះលោកតូចហ្នឹងមើលងាយញោមខ្លះឃើញលោកតូចឃើញលោកក្មេងហ្នឹងទៅចូលចិត្តធ្វើបុណ្យទេចូលចិត្តទៅលោកតាចាស់និយាយចឹងអាត្មាមិនមែនទេគាត់ថាចេះពេលខ្លះក្មេងហ្នឹងហើយវាល្អញោមអាត្មាស៊ូមួយរបស់ចាស់ហើយរបស់ថ្មីណាគាត់បើជាងញោមចូលចិត្តរបស់ចាស់ឬក៏របស់ថ្មីប្រកាសជាឆ្លើយថាចូលចិត្តរបស់ថ្មីគុណហើយជួបមនុស្សចាស់ហើយមនុស្សចាស់មនុស្សក្មេងណាចូលចិត្តជាងគេចូលចិត្តមនុស្សក្មេងណាហើយមនុស្សល្អមនុស្សស្អាតហើយមនុស្សមិនស្អាតចូលចិត្តមួយណាចូលចិត្តមនុស្សស្អាតហ្នឹងលឺទេប៉ុន្តែហ្នឹងឧបនិស្ស័យរបស់ញោមពេលខ្លះទៅគាត់មិនចូលចិត្តទេក្មេងដូចអាត្មាអីហ្នឹងពុះតែមួយទៅញោមមានពុះ2ណាឆានតែមួយឆ្អែតហ្នឹងមានទៅវិចឲ្យប្រពន្ធឲ្យកូនឲ្យចៅឲ្យប្តីឲ្យញាតិទេណាហើយមានរងថ្ងៃមានញោមប្រុសញោមស្រីតែប៉ុណ្ណឹងហ្នឹងហើយមានបងប្អូនបកើត6នាក់ហ្នឹងក៏មិនទៅគេមានប្តីគេមានប្រពន្ធគេមានហៀងហួងហែងណាហ្នឹងហើយមានតែជួយយោប្រុសញោមស្រីហ្នឹងណាញោមហ្នឹងហើយបើអញ្ចឹងចម្រើនពររឿងនេះថារឿងក៏ឃើញលោកក្មេងហ្នឹងក៏មើលងាយណាសមណៈព្រាមតូចក៏មើលងាយណាដូចរឿងព្រាម2នាក់ប្តីប្រពន្ធណាញោមគាត់ជ្រះថ្លាចង់ធ្វើបុណ្យគឺចង្ហាន់លោកគឺចង្ហាន់រួចរាល់ហើយឲ្យតាហ្នឹងក៏ទៅមុនលោកហើយទៅមុនលោកចាស់ទៅមុនលោកចាស់ក៏មុនលោកក្មេងមកឲ្យជ្រះថ្លាដែរមួយក្មេងតាហ្នឹងក៏ទៅវត្តមុនមកទៅយកលោកចាស់ហ្នឹងមកនឹងចាស់ដើរកាន់ឈើច្រត់មកទៅដល់និយាយថាយកអីលោកចាស់ខឹងតាហ្នឹងលោករៀងចាស់ល្មើមកចាស់ឡើងគ្រាមកយកមកទៅអីមុនលោកទៅវិញទៅយកលោកចិត្តដល់ចង្ហាន់ហ្នឹងមិនត្រូវចិត្តគាត់សោះគាត់យកទៅលោកចាស់មកល្មើចាស់ស្អាតចាស់ដូចអាត្មាស្អាតញោមខ្លះគាត់ស្ដាប់សំឡេងអាត្មាក៏ថាអូយគុណបានសមសំឡេងចាស់សំឡេង
tập về mà đó mấy lọ ô nên mấy na dụ chất hài nè nhộn này ngày giấy pi ta nó có từ một lô chất phật chẳng han này vậy ta thấy lô mà ở từ lô chứ mà giờ mà mấy nên bị nên buồn ăn giờ mà kệ mà dây nó còn